សូមស្រមៃថាអ្នកកំពុងឈរនៅពីមុខវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោកអ្នកមើលទៅកំពូលប្រាសាទទាំង5ដែលកំពុងឈរយ៉ាងល្អត្រដែតនៅលើមេឃដូចជាផ្កាឈូកដែលកំពុងរីកនាពេលដែលត្រូវពន្លឺថ្ងៃមនុស្សភាគច្រើនដឹងថាទីនេះគឺជាសក្ការៈនៃព្រះពុទ្ធសាសនានៅក្នុងពេលបច្ចុប្បន្នប៉ុន្តែប្រសិនបើអ្នកបានទៅកម្សាន្តទស្សនានៅប្រាសាទអង្គរវត្តនិងពិនិត្យមើលចម្លាក់នៅលើជញ្ជាំងឲ្យបានច្បាស់អ្នកនឹងឃើញរឿងរ៉ាវដ៏អស្ចារ្យផ្សេងពីនេះច្បាស់ណាស់អ្នកនឹងឃើញនៅរូបចម្លាក់ព្រះអង្គដែលមានប្រហោះ4ឈរយ៉ាងស្ងប់ស្ងាត់នៅចំកណ្ដាលនៃចម្បាំងដ៏អស្ចារ្យនៅក្នុងប្រហោះរបស់ទ្រង់មានកងចក្រខ្យងសាំងកទានិងផ្កាឈូកនៅក្នុងប្រទេសកម្ពុជាទ្រង់មិនត្រឹមតែជាតួអង្គនៅក្នុងសៀវភៅរឿងព្រេងនោះទេប៉ុន្តែទ្រង់គឺជាព្រះវិស្ណុថ្ងៃនេះយើងនឹងមកជជែកគ្នាថាតើទ្រង់គឺជានរណាហេតុអ្វីបានជាស្ដេចខ្មែរនាសម័យបុរាណកសាងអាណាចក្រប្រាង្គប្រាសាទដ៏អស្ចារ្យនិងឧទ្ទិសថ្វាយទៅដល់ទ្រង់ហើយហេតុអ្វីបានជាទ្រង់នៅតែមានសារៈសំខាន់ដកជាប់នៅក្នុងបេះដូងនៃការចងចាំរបស់ប្រជាជនខ្មែរមកដល់ពេលបច្ចុប្បន្ននេះតោះយើងមកចាប់ផ្ដើមស្គាល់ពីព្រះនាមនិងអត្ថន័យរបស់ទ្រង់ជាមុនសិនពាក្យថាព្រះនៅក្នុងភាសាខ្មែរមានន័យថាវត្ថុស័ក្តិសិទ្ធិឬខ្ពង់ខ្ពស់ចំណែកវិស្ណុគឺជាព្រះអ្នកថែរក្សានៅក្នុងត្រីមុតេព្រះទាំង3អង្គនៃព្រហ្មញ្ញសាសនាយើងមានព្រះព្រហ្មជាអ្នកបង្កើតនិងព្រះសិវៈជាអ្នកបំផ្លាញចុះព្រះវិស្ណុវិញទ្រង់គឺជាអ្នកដែលធ្វើឲ្យពិភពលោកបន្តដំណើរការទៅមុខទ្រង់គឺជាអ្នករក្សានៃតុល្យភាពនៃចក្រវាឡនៅពេលដែលពិភពលោកមានភាពចលាចលទ្រង់នឹងយាងចុះមកក្នុងរូបភាពផ្សេងដែលយើងហៅថាជាអវតារដើម្បីដោះស្រាយបញ្ហាទាំងអស់នោះអ្នកប្រហែលជាធ្លាប់ស្គាល់អវតារល្បីៗរបស់ទ្រង់ដូចជាព្រះរាមឬព្រះក្រឹស្នហើយនៅក្នុងបរិបទខ្មែរទ្រង់គឺជាសញ្ញារូបនៃស្ថិរភាពរូបរាងជាទូទៅទ្រង់មានប្រហោះ4នៅក្នុងចម្លាក់របស់ខ្មែរទាំងនេះមិនគ្រាន់តែដើម្បីសោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែគឺតំណាងឲ្យវត្តមានរបស់ទ្រង់នៅគ្រប់ទិសទីគ្រឿងសស្ត្រាវុធកងចក្រតំណាងឲ្យចិត្តនិងវត្តនៃពេលវេលាខ្យងសាំងតំណាងឲ្យសម្លេងនៃការបង្កើតលោកកទាតំណាងឲ្យអំណាចនៃចំណេះដឹងរីឯផ្កាឈូកតំណាងឲ្យការត្រាស់ដឹងនិងការរួចចាកទុក្ខសំណួរសួរថាហេតុអ្វីបានជាអាណាចក្រខ្មែរគោរពស្រឡាញ់ព្រះវិស្ណុខ្លាំងម្ល៉េះមុនសតវត្សទី12ស្ដេចខ្មែរភាគច្រើនគោរពព្រះសិវៈប៉ុន្តែបន្ទាប់ពីវត្តមានរបស់ព្រះបាទសូរ្យវរ្ម័នទី2បានយាងមកដល់ទ្រង់គឺជាស្ដេចដែលមានចក្ខុវិស័យវែងឆ្ងាយហើយទ្រង់បានផ្លាស់ប្ដូរមកគោរពព្រះវិស្ណុវិញទ្រង់មិនត្រឹមតែគោរពបូជាព្រះវិស្ណុតែប៉ុណ្ណោះទេប៉ុន្តែទ្រង់ចង់ឲ្យប្រជានារាស្ត្រមើលឃើញថាទ្រង់គឺជាអ្នកតំណាងរបស់ព្រះវិស្ណុនៅលើផែនដីនេះនេះគឺជាគោលគំនិតទេវរាជឬស្ដេចជាទេវៈតាមរយៈការកសាងប្រាសាទអង្គរវត្តថ្វាយដល់ព្រះវិស្ណុព្រះបាទសូរ្យវរ្ម័នទី2បានប្រាប់ប្រជានារាស្ត្ររបស់ព្រះអង្គថាដូចជាព្រះវិស្ណុថែរក្សាចក្រវាឡខ្ញុំនឹងថែរក្សាអាណាចក្រនេះដូចគ្នា
កាកូមហាសមុទ្រទឹកដោះប្រសិនបើអ្នកបានទៅដល់ប្រាសាទអង្គរវត្តអ្នកនឹងឃើញនូវរូបចម្លាក់ដ៏ល្បីល្បាញដែលមានប្រវែងជាង50ម៉ែត្រនោះគឺជារឿងគោមហាសមុទ្រទឹកដោះវាគឺជាការទាញព្រ័ត្រគ្នារវាងទេវតានិងអសុរៈដោយប្រើពស់នាគក្រៀកធ្វើជាខ្សែព្រ័ត្រនៅចំកណ្ដាលជាអ្នកសម្របសម្រួលគ្រប់យ៉ាងគឺព្រះវិស្ណុសម្រាប់ប្រជាជនខ្មែរនេះមិនមែនគ្រាន់តែជារឿងព្រេងទេប៉ុន្តែវាជាការប្រៀបធៀបនឹងការខិតខំប្រឹងប្រែងការគោដើម្បីកសាងអាណាចក្រឲ្យរីកចម្រើនប៉ុន្តែមានរឿងមួយគួរឲ្យចាប់អារម្មណ៍បច្ចុប្បន្នកម្ពុជាគឺជាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាតើព្រះវិស្ណុបានបាត់បង់ទៅដែរឬទេអត់ទេសប្តាហ៍នេះយើងតែងតែឃើញនៅរូបចម្លាក់ព្រះវិស្ណុត្រូវបានគេក្រងស្បង់ជីវរពណ៌លឿងទុំប្រជាជនខ្មែរជាច្រើនគោរពទ្រង់ក្នុងនាមអ្នកតាដ៏មានបារមីឬក៏ជាអ្នកការពារព្រះធម៌សូម្បីតែពេលនៅក្នុងបច្ចុប្បន្ននេះព្រះវិស្ណុនៅតែជាប្រធានបទក្តៅនៅក្នុងព័ត៌មានជុំវិញពិភពលោកបន្ទាប់ពីពួកសៀមវាបានវាយកំទេចរូបសំណាកទ្រង់នៅក្នុងដែនដីនៃកម្ពុជាមិនត្រឹមតែប្រជាជនខ្មែរតែប្រជាជនរាប់លាននាក់ជុំវិញពិភពលោកបានប្រតិកម្មយ៉ាងខ្លាំងអំពីអំពើដ៏ល្ងិតល្ងង់ការប្រមាថការរើសអើងជាតិសាសន៍នាពេលថ្មីនេះតែទោះជាយ៉ាងនេះក្តីនៅពេលដែលមានការជជែកដេញដោលអំពីការថែរក្សាសម្បត្តិវប្បធម៌ឬការយាងត្រឡប់មកវិញនៃរូបចម្លាក់បុរាណពីបរទេសឬការរកឃើញនៃចម្លាក់បុរាណវារំលឹកពិភពលោកឲ្យឃើញថារូបចម្លាក់ព្រះថ្មទាំងនេះមិនគ្រាន់តែជាវត្ថុបុរាណនោះទេប៉ុន្តែគឺជាអត្តសញ្ញាណជាតិនិងជាព្រលឹងនៃអរិយធម៌នៃជំនឿវប្បធម៌នៃអាណាចក្រខ្មែរដ៏រុងរឿងមិនថាអ្នកចាត់ទុកទ្រង់ជាអាទិទេពនៃព្រហ្មញ្ញសាសនាជាសញ្ញានៃវិស្វកម្មខ្មែរបុរាណឬក៏ជាអ្នកការពារខាងវិញ្ញាណទេព្រះវិស្ណុនៅតែជាអ្នកយាមល្បាតដ៏ស្ងប់ស្ងាត់នៃព្រលឹងខ្មែរទ្រង់គឺជាអ្នករំលឹកយើងថាបើទោះបីជាពិភពលោកផ្លាស់ប្ដូរទៅជាយ៉ាងណាក៏ដោយតែងតែមានកម្លាំងមួយដែលព្យាយាមតាមថែរក្សាការពារនិងរក្សានូវតុល្យភាព